មុននឹងយើងឈានទៅដល់ការសាងប្រាក់ចំណូលពី Facebook ខ្ញុំណែនាំបងប្អូនឲ្យចេះប្រើ VPN ជាមុនសិនដើម្បីយកទៅបង្កើត account ក្រៅប្រទេសដែលអាចសាងប្រាក់ចំណូលពី Facebook បានហើយវីដេអូមុនគឺខ្ញុំបាននិយាយអំពីរបៀបប្រើប្រាស់ GPS តែវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់ VPN ម្ដងបាទកុំឲ្យខាត់ពេលយូរអញ្ចឹងបងប្អូនអាចទៅដំឡើងនៅក្នុង Play Store របស់បងប្អូនបានឥឡូវយើងចុចចូលទៅក្នុង Play Store ក្នុងទូរស័ព្ទដៃរបស់បងប្អូនមកបាទបន្ទាប់មកបងប្អូន search រកពាក្យថា Spider VPN បាទ Spider VPN បាទ Spider VPN បងប្អូនចុចចូលមកតមកបងប្អូន scroll ឡើងលើបន្តិចទៀតបាទបងប្អូននឹងឃើញពាក្យថា VPN VPN proxy VPN Spider បងប្អូនចុចដំឡើងវាមកដោយសារតែខ្ញុំដំឡើងបានរួចហើយបាទតមកបងប្អូនទៅកំណត់នៅក្នុង setting ម្ដងពេលដែលបងប្អូនដំឡើងរួចហើយបងប្អូនអាចទៅកំណត់ក្នុង setting បងប្អូន search ពាក្យថា VPN បាទចេញមកចុចចូលមកតបមកបងប្អូនចុចបើកអាកន្លែងសញ្ញាឧទាននេះបាទនេះចុចបើកវាអស់ចឹងមកបាទនៅពេលដែលបងប្អូនចុចបើកចឹងហើយគឺវា connect ប្លុក IP address ខ្មែរហើយយើងអាចបើកមើល YouTube អត់អាចបើកមើល Facebook បានទេដោយសារតែយើងប្លុក VPN បាទវាដើរតែមួយផ្លែតពីដំបូងទេដោយសារតែយើងប្លុកបាត់ហើយគេដាក់ថាបច្ចុប្បន្នអ្នកនៅក្រៅបណ្ដាញបាទបើអញ្ចឹងតើតែយើងចូលទៅប្រើក្នុង VPN នេះបាទមិញយើងដាក់ GPS ទៅនៅក្រៅប្រទេសបាទដូចយ៉ាងនៅ USA តោះមកយើងក៏ត្រូវតែប្រើ IP របស់ USA ដែរដើម្បីទៅបង្កើត account ក្រៅប្រទេសបាទបងប្អូនបើកជាអញ្ចឹងមកហ្នឹងហើយដោយសារតែយើងប្រើរបស់គេព្រីអញ្ចឹងលុបពាណិជ្ជកម្មបន្តិចបាទរងចាំបន្តិចសិនទៅឲ្យវាដើរចប់សិនបាទខ្លាយយើងមកបាទធ្វើយ៉ាងណាឲ្យវាមានលោតនីតិនៅលើអេក្រង់កន្លែងការជួនដំណឹងរបស់យើងហ្នឹងដោយសារតែវាអត់ទាន់លោតនីតិទេបើកទៀតបើករហូតដល់តែវាលោតនីតិបាទនេះចេញមកទៀតហើយបាទតោះតែវាលោតនីតិចេញមកបែបនេះមកនីតិគង់តែដើរមិនយើងអាចប្រើអ៊ីនធឺណិតបានបាទឥឡូវយើងអាចចូលទៅមើល YouTube បានហើយប៉ុន្តែមិនមែនជាអ៊ីនធឺណិតខ្មែរទេគឺជា IP របស់សហរដ្ឋអាមេរិកដោយសារតែយើងបានធ្វើ GPS និងធ្វើ VPN បាទមកតើតែបើក VPN ទើបយើងអាចមើល YouTube ឬក៏ Facebook បានអានេះយើងប្រើសម្រាប់នៅក្រៅប្រទេសយើងមិនមែនប្រើនៅក្នុងស្រុកខ្មែរយើងទេហើយមួយវិញទៀតវីដេអូមុនខ្ញុំអត់បានប្រាប់ពីរបៀប block GPS ទេបងប្អូនទាញសញ្ញាជូនដំណឹងពីលើចុះក្រោមរបស់ទូរស័ព្ទបងប្អូនមកទូរស័ព្ទរបស់បងប្អូនមកយើងចុចនៅលើនេះ location switch បងប្អូនចុចជាប់មកផ្លែតមកហើយវានឹងមកដល់កន្លែងនេះនេះអាកន្លែងកន្លោននេះបងប្អូនកន្លែងកន្លោនទាំងប្រមាណនេះ3 4នេះគឺយើងចុចបិទទាំងអស់អត់បើកទេណា
អត់បើកទេចុចបិទទាំងអស់មកអានេះក៏បិទនេះក៏បិទបាទបិទទាំងអស់អានេះ location គឺ PC បិទទាំងអស់បាទបិទវាទាំងអស់មកកុំឲ្យវារត់ទៅរត់មកម្ដងនៅក្រៅប្រទេសម្ដងនៅក្នុងប្រទេសឥឡូវយើងចូលទៅមើលក្នុង map យើងតើ location យើងនៅកន្លែងណានេះ map យើងចុចចូល map មកដោយសារតែ slow បាទ location យើង slow internet